ហើយនេះគឺជាប្រាសាទតាមាន់ធំស្ថិតនៅក្នុងខេត្តឧត្តរមានជ័យផ្លូវក្បែរប្រាសាទនេះជាផ្លូវដើរទៅប្រទេសថៃតែយើងមិនអាចដើរឆ្លងកាត់បង្គោលសនេះបានឡើយនេះជាអ្វីដែលទាហានខ្មែរយើងបានប្រាប់ខ្ញុំអ្វីដែលសំខាន់គឺបងប្អូនខ្មែរយើងមកលេបានច្រើនដើម្បីជាកម្លាំងចិត្តសម្រាប់ទាហាននៅខាងព្រំដែនណាអរុនសួស្តីព្រឹកថ្ងៃទី5នៅស្រុកកន្លងវែងខេត្តឧត្តរមានជ័យហើយនេះជាកន្លែងដែលខ្ញុំទៅមុនបន្តដំណើរទៅទៀតខ្ញុំក៏បានជួបបងប្រុសម្នាក់គាត់បានធ្លាប់ជិះម៉ូតូជុំវិញស្រុកខ្មែរផងដែរហើយយើងក៏បានជជែកគ្នាខ្លះពីបទពិសោធន៍ដែលគាត់បានជិះកន្លងមកជិះចឹងដែរមែនបាទជិះចឹងអូខេកោះគេផងភាសាពេជ្រផងខ្ញុំបានចូលកោះគេព្រោះដោយសារខ្ញុំចង់ជិះអាផ្លូវរាវិហាមកនេះហ្មងហ្នឹងហើយដោយសារខ្ញុំជិះហើយបាទហើយបងជិះពីហ្នឹងទៅសៀមរាបបកទៅពេញវិញអូតន់បងតន់សៀមរាបហើយបកទៅពោធិ៍សាត់ហើយបានទៅអូអញ្ចឹងផ្លូវចិត្តជាខ្ញុំព្រោះខ្ញុំទៅដល់នោះឡើងទៅម៉ាឡៃនិយាយទៅតាមគ្រឿងតាមព្រំដែនរហូតរួចបានឡើងតាមបៃលិនមកពោធិ៍សាត់មកវាវែងវិញឡើងតាមអូសោមទៅកោះកុងវិញបាទបងនេះដែរតែចិត្តជាងខ្ញុំហ្មងខ្ញុំធ្លាប់ជិះចឹងដែរតែឥឡូវគឺសារមាន passenger បាទអូខេបងហ្នឹងហើយមុនខ្ញុំជិះតាមរបព្រំដែនតាមផ្លូវព្រំដែនមកផ្លូវដីបាទបងហើយជិះធ្លាក់ដួលពេញតែឥឡូវផ្លូវស្រួលច្រើនទេបងអីជុំហើយទៅដល់ម៉ូតាបើជិះអូសោមអត់អីបើថាជិះផ្លូវម៉ូតារៀងរត់ណាបាទបងបាទម៉ូតារៀងចោលបាទបងបាទអូសោមឡើងទៅកោះកុងអត់ទៅអីផ្លូវបាទបងខេបងអរគុណច្រើនបងជួបគ្នាថ្ងៃក្រោយបងបាទអរគុណបាទយើងជួបសិទ្ធិអ្នកក៏ដូចជាអ្នកជិះម៉ូតូដូចគ្នាណាជិះម៉ូតូជុំអ្នកជិះម៉ូតូដូចគ្នាអូខេឥឡូវយើងបន្តដំណើរទៅអូស្មាច់ទាំងអស់នេះច្រកអូស្មាច់សៀមរាបជាឡើងត្រង់អញ្ចឹងសង្ខេបឲ្យងាយយល់សម្រាប់គោចរថ្ងៃនេះខ្ញុំត្រូវចេញពីអន្លង់វែងទៅច្រកព្រំដែនអូស្មាច់ចម្ងាយប្រមាណ71គីឡូស្របតាមជួរភ្នំដងរែកហើយហួសទៅលេងប្រាសាទតាមាន់ធំនិងសួរសុខទុក្ខបងដែលជាទាហានជួរមុខនៅទីនោះផងដែរបន្ទាប់មកក៏ចេញទៅប្រាសាទបន្ទាយឆ្មាហើយចុងក្រោយទៅសម្រាកនៅសំពើលូនក៏ទៅសរុបថ្ងៃនេះខ្ញុំនឹងត្រូវជិះប្រមាណជា300គីឡូម៉ែត្រឆ្ងាយគួរសមដែរនិយាយបើថាជិះមួយក្រែនគូដែរហ្នឹងសំខាន់មានផ្លូវបេតុងស្អាតយោងវិញអញ្ចឹងមិនជាពិបាកក្នុងការជិះនោះទេនេះឥឡូវខ្ញុំមកដល់ច្រកអូស្មាច់ហើយម៉ោង 9:56 ជិះ80គីឡូជាង70គីឡូជាង80គីឡូឥឡូវរកគេថតមួយសិនមុនត្រឡប់ទៅវិញចេះច្រើនហ្មងច្រកនេះនៅលើជួរភ្នំដងរែកដូចគ្នាជាមួយនឹងច្រកជាំដែរគ្រាន់តែសម្បូរផ្ទះប្រជាជនរស់នៅប្រមូលផ្ដុំច្រើនជាងហើយច្រកនេះបើតាមខ្ញុំមើលទស្សនវិជ្ជាវាស្តៀងទៅនឹងច្រកចាំយាមនៅខេត្តកោះកុងដែរហើយសម្រាប់អ្នកដែលចង់មកលេងតាមច្រកនេះហើយយកឡានចូលទៅព្រំដែនអត់បានគឺមានកន្លែងផ្ញើឡាននៅជិតព្រំដែននោះផងដែរចាំបានថានៅក្នុងគម្រោងត្រូវជិះពីនេះទៅនេះហើយចូលកន្លែងនេះបណ្ណាគម្រោងអាចដេញនឹងអត់មានបានព្រៀងទុកសោះអាហ្នឹងមកដល់វាមកបងសំចិន្តាហ្មង
លើក្រោយទាំងអស់គ្នាដែលជិះម៉ូតូកុំភ្លេចដាក់គម្រោងអាចដេញនៅក្នុងplan របស់ទាំងអស់គ្នាផងតែអញ្ចឹងឯងកន្លែងអត់តាន់ឡើយជឿអើយជិះតែមែននេះចេះមានការ៉ាសាំងបើអត់ការ៉ាសាំងព្រៃសុទ្ធហើយនេះអូខេឥឡូវយើងបន្តដំណើរទៅទៀតចុះពីច្រកអូស្មាច់មកខ្ញុំក៏បន្តជិះស្របតាមភ្នំដងរែកនឹងទៀតខ្ញុំចាំថាការមានចំនួនរឿងប្រាសាទព្រះវិហារកំឡុងឆ្នាំ2007-2008ក៏មានការប៉ះទង្គិចគ្នានៅប្រាសាទតាមាន់ធំផងដែរលើឈ្មោះប្រាសាទតាមាន់ធំហើយខ្ញុំចេះតែឆ្ងល់ថាប្រាសាទហ្នឹងនៅម្ដុំណាការពិតវានៅជិតច្រកអូស្មាច់នេះសោះហើយថាទៅគួរឲ្យខ្មាស់នឹងរអៀលខ្លួនឯងផងដែរដោយសារតែប្រាសាទតាមាន់ធំវាអាចបានស្ថិតនៅក្នុងគោលដៅនៃដំណើរកម្សាន្តរបស់ខ្ញុំនេះឡើយជារឿងចៃដន្យនោះទេដែលខ្ញុំបានជិះហើយឃើញស្លាកនៅតាមផ្លូវអញ្ចឹងខ្ញុំក៏ឆ្លៀតចូលបាយនៅចិត្តនឹងបានសួរទៅកាន់អ្នកលក់ម្ហូបបាយនឹងហើយក៏ឆ្លៀតចូលលេងប្រាសាទនេះតែម្ដងអស្ចារ្យមែនទែនខ្ញុំទាំងអស់គ្នាខ្ញុំបានចូលញ៉ាំបាយហើយតាមបងអ្នកលក់បាយគាត់ប្រាប់អាផ្លូវគាត់ព្រំដែនទៅប៉ោយប៉ែតហ្នឹងគឺផ្លូវធំដូចខ្ញុំជិះពីខាងអូស្មាច់មកអញ្ចឹងគឺធំអញ្ចឹងហ្មងតែគាត់ថាខ្ញុំអត់ជិះផ្លូវក្បាត់ព្រំដែនទេខ្ញុំត្រូវបកទៅក្រោយវិញខ្ញុំចូលប្រាសាទមន្ទីរឆ្មាលេងដែរតែឥឡូវនេះខ្ញុំចូលទៅប្រាសាទតាមាន់សិនព្រោះដោយសារតែមកដល់នេះហើយងាយបានមកទេអញ្ចឹងឆ្លៀតចូលលេងផងក៏ដូចជាយើងចូលលេងប្រាសាទក៏ដូចជាចូលទៅមើលខាងទាហានយើងផងដែរអញ្ចឹងណានេះផ្លូវឡើងទៅប្រាសាទតាមាន់អូវាចំណោទផ្លូវឡើងរៀងចំណោទបន្តិចហើយអត់ដល់ប្រាសាទព្រះវិហារទេចំណោទប្រហែលផ្លូវឡើងភ្នំកំពៅចំណោទប្រហែលហ្នឹងតែបើថាឡានអាចឡើងបានអត់ពិបាកចំណោទចោតខ្លាំងហ្មងឯងអញ្ចឹងហ៎អូដល់ទេតាបងអីដល់ប្រាសាទទេតាអីដល់ហើយបងប្រហែលជា100ម៉ែត្រជាងទៀតបាទអូស្មានទៅក្នុងទៀតអ្នកមានភ្ញៀវមកលេងបងមាននៅបងចុះតមិញបាន 3-4 ឡានអត់តកម្លាំងទេបងគឺថាត្រឹមបវិនសាទហ្នឹងយើងដើរមើលបានថតបានអីបានតែប៉ុណ្ណឹងអូខេអត់អីទេអញ្ចឹងមានអត់មានបញ្ហាទេថតអីក៏បានដែរអូខេឥឡូវក្តៅណាស់នៅលើនេះអត់មានដើមឈើទេយើងដើរមើលជុំវិញប្រាសាទទាំងអស់គ្នាព្រោះស្ងាត់ហ្នឹងផ្លូវក្បែរប្រាសាទនេះជាផ្លូវដើរទៅប្រទេសថៃតែយើងមិនអាចដើរឆ្លងកាត់បង្គោលសនេះបានឡើយនេះជាអ្វីដែលទាហានខ្មែរយើងបានប្រាប់ខ្ញុំហើយនេះគឺជាប្រាសាទតាមាន់ធំស្ថិតនៅក្នុងខេត្តឧត្តរមានជ័យកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7ចន្លោះពីសតវត្សទី11ដល់ទី13តាមរចនាបថបាយ័នអូខេអញ្ចឹងទាំងអស់គ្នាហើយខ្ញុំនឹងថតជុំវិញបរិវេណប្រាសាទតាមាន់នេះឲ្យទាំងអស់គ្នាមើលណាថាវាមានសន្តានបែបណាខ្លះទ្រង់ទ្រាយបែបណាខ្លះអូខេជារឿងចៃដន្យនិងសំណាងដែលខ្ញុំបានទៅស្គាល់ប្រាសាទនេះនៅក្នុងដំណើរកម្សាន្តជិះជុំវិញប្រទេសកម្ពុជារបស់ខ្ញុំកាលពីឆ្នាំមុននៅទីនោះមានការយាមការពីទាហានខ្មែរនិងថៃមកតាមសម្ដីរបស់បងប្រុសទាហានម្នាក់ដែលគាត់ប្រចាំការនៅទីនោះបានប្រាប់ខ្ញុំថាមិនថាប្រជាជនទូទៅសិស្សនិស្សិតបុគ្គលិកឬក៏មន្ត្រីរាជការថៃនោះទេពួកគេតែងតែទៅលេងប្រាសាទនោះអត់ដាច់រៀងរាល់ថ្ងៃហើយផ្ទុយទៅវិញនៅខាងខ្មែរយើងមិនសូវមានភ្ញៀវទៅលេងនោះទេភាគច្រើនគឺមានតែខែបុណ្យទានទេបើស្ដាប់ទៅមានការអាណិតអាសូរដល់បងដែលជាទាហានជួមមុខខ្លាំងមែនទែនអញ្ចឹងសម្រាប់ខ្ញុំមានតែសំណូមពរឲ្យខ្មែរយើងបានក៏ដូចជាឆ្លៀតពេលចំណាយពេលទៅទស្សនាប្រាសាទតាមាន់ធំនេះឲ្យបានច្រើនតាមដែលធ្វើទៅបានអាចថាជាការផ្ដល់កម្លាំងចិត្តដល់ទាហានជួមមុខខ្មែរយើងផងដែរសូមអរគុណហើយនេះពីកន្លែងដែលខ្ញុំទៅប្រាសាទតាមាន់ធំ
ការរវាងប្រទេសនិងប្រទេសអ្វីដែលសំខាន់គឺបងប្អូនខ្មែរយើងមកលេបានច្រើនដើម្បីជាកម្លាំងចិត្តសម្រាប់ទាហាននៅខាងព្រំដែនណាអ្នកដែលគាត់ប្រចាំការនៅប្រាសាទនឹងហ្មងគឺមាន7នាក់ហើយគាត់យាមនៅហ្នឹងគឺអត់បានសម្រាប់បនទាននេះដូចយើងទេតើតមានការរវល់ចូលឆ្នាំខ្មែរជុំអីគឺនៅប្រចាំការនៅនឹងរហូតហ្មងមានការរវល់សំខាន់ទើបអាចដាក់ច្បាប់ទៅផ្ទះលេងផ្ទះអីបានហើយឃើញគេថាអ្វីដែលគាត់ប្រាប់ណាទាហានថៃគាត់ទទួលបានប្រាក់ខែក៏ដូចជាប្រាក់លើកទឹកចិត្តទៀតហត់បែកញើសផងក្តៅផងអញ្ចឹងយើងគ្រាន់តែជាអ្នកដើរលេងក្តៅប៉ុណ្ណឹងហើយទម្រាំថាគាត់ជាទាហានគាត់នៅប្រចាំការនៅនឹងរាល់ថ្ងៃគាត់ក្តៅគាត់ហត់កម្រិតណាអូខេអញ្ចឹងសុំតែម្យ៉ាងទេប្រជាជនខ្មែរយើងមកលេងក៏ដូចជាទស្សនាឲ្យបានច្រើនដើម្បីជាកម្លាំងចិត្តទៅដល់ទាហានរបស់យើងដែលនៅជួរមុខហ្នឹងយើងអាចនិយាយបានថាយើងអត់មានឲ្យគាត់ក៏ឲ្យចុះនេះជាកម្លាំងចិត្តដែលយើងមកគាត់ឃើញមានប្រជាជនយើងច្រើនគាត់សប្បាយចិត្តអានេះអ្វីដែលគាត់និយាយផ្ទាល់ប្រាប់ខ្ញុំណាគាត់ថាឃើញគេមកទៅប្រជាជនថៃមកណាគាត់មានអារម្មណ៍ធម្មតាយើងនិយាយថាបើសិនសាច់ញាតិមកលេងសួរសុខទុក្ខយើងនិយាយសប្បាយចិត្តហើយយើងឃើញសាច់ញាតិគេយើងក៏មានអារម្មណ៍ថាស្ងើស្ងើចដែរហ្នឹងវាដូចគ្នាអញ្ចឹងណាបើថាយើងមានអូខេជាកាហ្វេជានំចំណីអីចែកជូនគាត់អីក៏ល្អមួយយ៉ាងដែរព្រោះថាធានរបស់យើងគឺគាត់មានតែប្រតិបត្តិមន្ត្រីឆ្កាទេអត់មានប្រាក់លើកទឹកចិត្តដូចធានថៃដែលមួយថ្ងៃគេឲ្យបានប្រហែលជា20000ទៅ30000ប្រចាំថ្ងៃទៀតទេហ្នឹងគឺទាហានជួរមុខរបស់គេណាអូខេអញ្ចឹងឥឡូវនេះខ្ញុំសូមសំណូមពរទៅដល់ប្រជាជនខ្មែររបស់យើងឲ្យមកលេងប្រាសាទនេះបានច្រើនវាអត់ធំទេប្រាសាទនេះប៉ុន្តែជាស្នាដៃដូនតាហើយម្យ៉ាងទៀតអាចនិយាយមកថាជាការលើកទឹកចិត្តសម្រាប់ទាហាននៅជួរមុខព្រោះដោយសារតែនៅនេះគឺជាតំបន់ដែលអត់ទាន់ព្រំដែនអត់ទាន់កំណត់បានទេនៅតំបន់នេះអូខេអរគុណច្រើនអញ្ចឹងខ្ញុំបន្តដំណើរទៅមុខតទៀតហើយលេហើយអូដោមានជ័យជួបគ្នាបន្ទាយមានជ័យសុំឆ្លពុះទៅក្នុងបានហើយបងអរគុណសុំបន្ទាយឆ្មាគុំស្វាគមន៍អូថ្ងៃនេះមានខ្ញុំមកលេងច្រើនណាស់បាទឡានម៉ូតូច្រើនណាស់ទឹកទីឆ្មាអូខេគប់បាទនេះអត់មានកន្លែងផ្ញើទេបងហ៎មានទេបងមួយឯបែបទៀតមកបានតើ3000ណាចាអូខេសុំញ៉ាំតោផងបងបានបងហ្នឹងនេះក្តៅណាស់ដាក់ទឹកទៅមួយកែវសិនក្តៅណាស់ចឹងតើបានទឹកទៅចាក់បងអែមជាក់ដល់បេះដូងអូខេចឹងយើងចូលទៅក្នុងមើលផ្សារទីឆ្មាទាំងអស់គ្នាថ្ងៃបុណ្យប្រជុំមានភ្ញៀវទេសចរជាតិមកលេងច្រើនមែនទែននៅប្រាសាទបន្ទាយឆ្មានេះប្រាសាទបន្ទាយឆ្មាកសាងឡើងនៅចុងសតវត្សទី12ដល់ទី13ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសដល់បុត្រាក៏ដូចជាមេទ័ព4នាក់របស់ព្រះអង្គដែលបានពលីនៅក្នុងសមរភូមិដេញចាមនៅឆ្នាំ1177មានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយឆ្មាឃុំបន្ទាយឆ្មាស្រុកថ្មភក់ខេត្តបន្ទាយមានជ័យសំណង់ប្រាសាទនេះ
មើលទៅគឺអស្ចារ្យនិងធំសម្បើមណាស់មិនតែប៉ុណ្ណោះក្រុមអ្នកប្រាជ្ញអ្នកជំនាញការសាស្ត្រាចារ្យនិងវាគ្មិនជាតិអន្តរជាតិសំខាន់ៗបានទៅពិនិត្យដល់ប្រាសាទនេះផ្ទាល់ដោយបង្ហាញការចាប់អារម្មណ៍ថាគ្រាន់តែជញ្ជាំងប្រាសាទឬថែវឬយើងនិយាយភាសាសាមញ្ញថារបងទី1នៃប្រាសាទនេះគ្មានផ្ទាំងថ្មណាដែលគ្មានរូបចម្លាក់ឡើយហើយមើលទៅរូបចម្លាក់នោះទៀតសោតមានយ៉ាងច្រើនសន្ធឹកសន្ធាប់និងចម្រុះគ្នាទៀតផងដោយពិពណ៌នាអំពីទេវរូបព្រហ្មញ្ញសាសនាមានរូបព្រះព្រហ្មព្រះនរាយណ៍ឬព្រះវិស្ណុនិងព្រះសិវៈឬក៏យើងហៅថាព្រះឥសូរនិងតួអង្គសំខាន់ផ្សេងទៀតនៃសាសនានេះផងដែរហើយចម្លាក់ដែលសំខាន់ជាងគេគឺរូបអវតារព្រះហស្ថ16តែគួរឲ្យស្ដាយគឺនៅសល់តែមួយបិទរូបមួយទៀតដូចគ្នានៅជ្រុងខាងត្បូងត្រូវជន់ទុច្ចរិតបានកោះយកទៅបាត់ហើយនេះជាការសង្ខេបខ្លីៗអំពីប្រវត្តិរបស់ប្រាសាទបន្ទាយឆ្មារនេះដែលខ្ញុំបានដកស្រង់ចេញពី website Wikipedia តែប៉ុណ្ណោះអញ្ចឹងបើសិនបើមានការខុសឆ្គងអំពីការរៀបរាប់របស់ខ្ញុំត្រង់ណាសូមអធិស្ឋានផងនិងកែតម្រូវត្បិតអីខ្ញុំមិនមែនជាអ្នកជំនាញប្រវត្តិសាស្ត្រនោះទេហើយនេះក៏ជាគោលដៅទេសចរមួយផងដែរនៅក្នុងខេត្តបន្ទាយមានជ័យត្បិតអីយើងជិះប្រហែលជា50គីឡូម៉ែត្រជាងប៉ុណ្ណោះពីខេត្តបន្ទាយមានជ័យមកចេញពីប្រាសាទនេះខ្ញុំបានចូលចាក់សាំងនៅក្រុងសិរីសោភ័ណ្ឌនិងបានសម្រាកបន្តិចរួចបន្តដំណើរចេញពីក្រុងសិរីសោភ័ណ្ឌនេះតាមផ្លូវឃើញថាស្ថានភាពនៅហុយក៏ដូចជាចង្អៀតនៅឡើយដោយសារតែគេកំពុងតែសាងសង់ពង្រីកផ្លូវដាក់លូបន្ថែមលូនអីកូនដំរីមកកូនដំរីឯងមិនកូនដំរីទូចអាសនលណាតែជាធំឬក៏ស្រុកឯងកូនដំរីនេះជាបាត់ចូលមកគឺថាកូនដំរីជា54គីឡូទៀតទៅដល់សំពៅលូនសូរិយារៀបអស់ស្ដង់គុតទៅហើយខ្ញុំមិនទាន់ដល់ស្រុកសំពៅលូននៅឡើយទេជាបណ្ដើសួរគេតាមផ្លូវបណ្ដើខ្ញុំក៏ដល់ម្លាយស្រុកម្លាយកាត់យកហ្នឹងក៏ដែរស្រុកម្លាយទេឡើងច្រើនគាត់ថាជុំតាមហ្នឹងណាហើយសម្រាប់ថ្ងៃទៀតចឹងចេះក៏ជួយច្រើនសម្រាប់ធម្មតាហើយយើងលក់អីច្រើនភ្លើងក៏ច្រើនទៅទៅបងទៅត្រង់ទៅនេះស្ពៃលូនបងបាទទៅស្ពៃលូនអូខេបងអរគុណច្រើនបងអរគុណ20គីឡូអរគុណច្រើនបងលើកអមហើយទៅដល់សំពៅលួនបានស្វែងរកផ្ទះសំណាក់ដើម្បីដេកបណ្ដើរយប់ប្រហែលជាម៉ោង8ទើបខ្ញុំអាចចេញក្រៅរកបាយញ៉ាំបានហើយក៏ឆ្លៀតចូលម៉ាតដើម្បីទិញហ្វមលឹងមុខសង្កេតឃើញថាភាគច្រើនគឺជាផលិតផលរបស់ថៃថាខ្ជុំតែឥឡូវខ្ញុំមានតែខ្ជុំនេះពីម៉ោងនេះមិនខ្ជុំណែបងធ្លាប់ប្រើខ្ជុំនេះអានេះជួយស្បែកសម៉ែខាត់ថា3ថ្ងៃបងសប្រហែលបងហ៎បងបើខ្ញុំលាបទៅបងប្រើអីឆ្នាំដឹងហ្មងឆ្នាំចង់សបចាញ់ថាហើយខ្ញុំបន្ទាប់ពីបាយរួចក៏បានសម្រាកទុកកម្លាំងធ្វើដំណើរបន្តសូមអរគុណទាំងអស់គ្នាសម្រាប់ការទស្សនាភាគទី3នេះហើយកុំភ្លេចរងចាំទស្សនាភាគទី4ដែលជាភាគបញ្ចប់
ហើយគឺជាភាគដែលខ្ញុំបង្ហាញអំពីទេសភាពស្អាតៗនៅតំបន់ជួរភ្នំកវ៉ាញនៃប្រទេសកម្ពុជាយើងនេះផងដែរសូមអរគុណ